បឹងទន្លេសាបគឺជាបឹងទឹកសាបដែលធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងគ្របដណ្ដប់ដោយខេត្តចំនួន5រួមមានសៀមរាបកំពង់ធំកំពង់ឆ្នាំងពោធិ៍សាត់និងបាត់ដំបងប្រជាជនដែលរស់នៅជុំវិញបឹងទន្លេសាបបានមកតាំងទីរស់នៅជាយូរលង់ណាស់មកហើយបច្ចុប្បន្ននេះប្រជាជនជាង3លាននាក់ជុំវិញបឹងទន្លេសាបនៅតែបន្តពឹងផ្អែកលើបឹងនេះសម្រាប់ការរស់នៅក្រៅពីប្រភពទឹកទន្លេមេគង្គក៏មានប្រភពទឹកស្ទឹងចំនួន13ជុំវិញបឹងទន្លេសាបទៀតក៏ជាប្រភពទឹកដ៏សំខាន់ក្នុងការបំពេញបឹងទន្លេសាបដែរស្មើនឹង 40% នៃប្រភពទឹកសរុបបឹងទន្លេសាបប្រៀបបាននឹងបេះដូងរបស់ប្រទេសកម្ពុជាវាជាអាងស្តុកទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្មនិងជាប្រភពជលផលដ៏ចម្បងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិលើសពីនេះបឹងទន្លេសាបក៏ជាផ្លូវទូរគមនាគមន៍ដ៏សំខាន់សម្រាប់ការធ្វើនាវាចរនិងបានផ្ដល់នូវជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននិងទៅអនាគត។